សូមនិយាយម្ដងទៀតតកតងជាមួយនឹងការប្រើប្រាស់ចង្កឹះលេខបាទការប្រើប្រាស់ចង្កឹះលេខវាស់ប្រុសដោយសារខ្ញុំឃើញនៅតែមានបងប្អូនយើងថ្មីគាត់នៅតែយល់ច្រឡំជាមួយនឹងការប្រើប្រាស់លេខវាស់ប្រុសអញ្ចឹងមិនថាថ្មីថាចាស់ទេបងណាបាទការប្រើប្រាស់ចង្កឹះលេខវាស់ប្រុសបងត្រូវតែច្បាស់បន្តិចបើសិនជាមិនច្បាស់ទេវាអាចធ្វើទុកដល់ឡានយើងទី1វាមានលេខ O លេខ N លេខ D លេខ B អញ្ចឹងលេខ O បងគឺយើងដឹងទាំងអស់គ្នាបើលេខ O វាថយក្រោយហ្នឹងឯងបាទថយក្រោយលេខ N គឺសម្រាប់ដាក់ឲ្យយើងទៅមុខក៏បានទៅក្រោយក៏បានអញ្ចឹងណាបាទសម្រាប់រុញទៅមុខក៏បានរុញទៅក្រោយក៏បានលេខ N នេះហើយសម្រាប់លេខ D បាទលេខ D គឺទៅមុខវាជារឿងធម្មតាទេប៉ុន្តែអ្វីដែលគាត់តែងតែយល់ច្រឡំគឺចំពោះលេខ B នេះបាទលេខ B នេះលេខ B គឺ engine brake បងប្អូនបាទ engine brake លេខ B នេះបាទវាជា brake បាទវាជា brake បើវាជា engine brake ដូចអា trim យើងអញ្ចឹងបាទអា trim យើងកាលណាតែយើងដាក់លេខ1ទៅវាជួយប្រាំងម៉ាស៊ីនជួយទប់អញ្ចឹងទៅបាទអញ្ចឹងលេខ B ដូចគ្នាប៉ុន្តែវាខុសពីម៉ូតូត្រង់ថាម៉ូតូវា engine brake ហើយវាប្រើទាំងកម្លាំងទៀតបាទវាប្រើទាំងកម្លាំងជួយកម្លាំងខ្លាំងប៉ុន្តែលេខ B វាប្រុសអត់អញ្ចឹងទេបាទលេខ B វាប្រុសគឺសម្រាប់តែចុះចំណោតមួយមុខគត់អត់មានលេខកម្លាំងជួយទេបងប្អូនបាទយើងដាក់លេខ B នេះគឺយើងនៅតែជន់បានធម្មតាប៉ុន្តែវាធ្វើឲ្យម៉ាស៊ីនយើងតឹងរាងងាងបាទអញ្ចឹងលេខ B អត់មានប្រើសម្រាប់វាយជែងសម្រាប់ឡើងទួលទេណាខ្ញុំដោយសារឃើញបងប្អូន comment សួរហើយនៅតែពេលខ្លះគាត់ប្រកែកគ្នាបាទតាក់ទងជាមួយលេខ B លេខ B សម្រាប់តែចុះចំណោតផ្លូវយ៉ាងចោតខ្លាំងយើងប្រើប្រាំងពេកពេលខ្លះវារៀងនៅតែទៅលឿនអញ្ចឹងបើយើងដាក់លេខ B ជំនួយមកដើម្បីឲ្យវាជួយទប់ឡានយើងកុំឲ្យទៅលឿនបាទយើងដាក់លេខ B ជំនួយបងប្អូនបាទហើយលេខ B នេះកុំដាក់ឆ្ងាយពេកបើសិនជាទួលនឹងខ្ពស់ចាំយើងដាក់ហើយបើសិនជារៀងមករៀងទៀបវិញហើយបាទទាញមក D វិញមកហើយសម្រាប់ការទាញបាទការទាញពី D មក B នេះមិនបាច់ចាំឈប់ទេបងប្អូនបាទហើយក៏មិនបាច់ចាំចន់ហ្វ្រាំងដែរគឺយើងទាញមកគឺវាចូលអូតូបាទគ្រាន់តែទាញមកអញ្ចឹងមកគឺវាចូលហើយពេលដែលឡានយើងកំពុងបើកបរបាទគ្រាន់តែទាញចូលមក B អញ្ចឹងមកគឺចូលអូតូបាទបើសិនជាយើងស្ថិតក្នុង D អញ្ចឹងទៅបាទអញ្ចឹងបញ្ជាក់ណាបាទលេខ B នេះគឺសម្រាប់តែចុះទួលទេបាទសម្រាប់តែចុះទួលទេអត់ឡើងទួលទេហើយក៏មិនមែនសម្រាប់មកជែងដែរហើយមួយទៀតបាទខ្ញុំឃើញបងប្អូនខ្លះគាត់ឡើងចំណោតបាទគាត់ឡើងចំណោតគាត់ថាឡានគាត់មិនតឹងម៉េះបាទអ្នកខ្លះគាត់ថាឡើងចំណោតអញ្ចឹងគេប្រើលេខ B មិនឡើងធូរស្រួលបាទឡើងដល់ណាក៏ដល់ដែរលេខ B ណា no បងប្អូនបាទឡើងចំណោតបើសិនជាចំណោតហ្នឹងវាមានប្រភេទចំណោតទៀតបាទអាហ្នឹងចាំខ្ញុំនិយាយវីដេអូក្រោយចុះបងប្អូនបាទវីដេអូនេះកុំអោយវាវែងពេកបាទតាក់ទងជាមួយនឹងការប្រើប្រាស់លេខដើម្បីឡើងចំណោតបាទវិធីសាស្ត្របាទក្នុងការបើកឡើងចំណោតអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំគ្រាន់តែចង់បញ្ជាក់ពីលេខតែប៉ុណ្្នឹងឯងបាទលេខ D នេះគឺយើងប្រើទាំងផ្លូវត្រង់ទាំងផ្លូវលាតទាំងផ្លូវឡើងចំណោតវ៉ាជែងបាទបញ្ជាក់លេខ D នេះអានេះប្រើសម្រាប់ទៅចុះចំណោតមួយទេលេខ B អញ្ចឹងអរគុណច្រើនបងប្អូនបាទ